កថាហេតុអ្វីបានជាខ្ញុំចងក្រងកម្រងឯកសារប្រវត្តិសាស្ត្រអង្គការជានរណាខ្ញុំយល់ឃើញថាដើម្បីកសាងសន្តិភាពមាតុភូមិកម្ពុជាយើងត្រូវប្រមូលប្រជាពលរដ្ឋខ្មែរឲ្យរួបរวมសាមគ្គីគ្នាពិតៗស្មោះត្រង់ចំពោះគ្នាពិតៗឲ្យបានស្អិតល្មួតជាធ្លុងមួយដើម្បីសាមគ្គីគ្នាយ៉ាងនេះបានលុះត្រាតែយើងចេះពន្យល់ឲ្យប្រជាពលរដ្ឋត្រូវតែដឹងថាតើអង្គការជានរណាជាចាំបាច់ត្រូវយល់ឲ្យច្បាស់ជាងនេះទៅទៀតអំពីលក្ខណៈនៃសង្គ្រាមពិតៗក្នុងប្រទេសកម្ពុជាព្រោះសង្គ្រាមនេះបើយើងក៏លេចមើលតែមួយផ្លែទៅយើងឃើញថាជាសង្គ្រាមរវាងខ្មែរនិងខ្មែរប៉ុន្តែបើយើងសិក្សាអំពីនយោបាយវាទីឈិនពានរបស់យួនហាណូយយើងនឹងយល់បានយ៉ាងងាយថាសង្គ្រាមនេះជាសង្គ្រាមរវាងយួនហាណូយនិងខ្មែរដែលមានចិនប៉េកាំងសូមក្រឡុំជាមួយផងក៏ល្បិចលេបទឹកដីកម្ពុជានេះយួនហាណូយនិងចិនប៉េកាំងបានរៀបចំគម្រោងការជាដំណាក់គឺទី1លេបយកកម្ពុជាតាមរយៈកម្លាំងយោធាឈ្លានពានទី2បង្កប់ភ្នាក់ងារយួនជាពិសេសបដូរធ្លាក់វិន័យមិនគោរពលក្ខដែលត្រូវនៅក្នុងស្រុកខ្មែររហូតក្នុងជួររបបភ្នំពេញដើម្បីងាយកំទេចកម្លាំងជាតិនិយមខ្មែរទី3លួចបង្កប់និគមយួនក្នុងប្រទេសកម្ពុជាដោយលួចបន្លំធ្វើជាខ្មែរដើម្បីឈ្លានពានតាមរយៈសន្លឹកឆ្នោតទី4វាកំពុងបង្កើតខ្មែរថ្មីនាំយកមកជំនួសខ្មែរយើងទី5វាមានបង្កើតក្រុមឃាតករអាតកំបាំងដាក់ឈ្មោះជាអាតកំបាំងគឺបង្អែកបដិវត្តទី6ចំណែកឯចិនប៉េកាំងវិញវាប្រើកលល្បិចជាបញ្ច្រាស់ជាបណ្ដោយនរណាក៏ដឹងដែរថាចិនប៉េកាំងកំពុងតែឧបត្ថម្ភស្ដេចសីហនុគឺវាប្រើសង្គ្រាមត្រជាក់តែវាបែរជាផ្ដល់អាវុធឲ្យខ្មែរក្រហមគឺវាប្រើសង្គ្រាមក្តៅមូលហេតុនេះទើបខ្ញុំខំស្រាវជ្រាវអស់រយៈជាង13ឆ្នាំខ្ញុំរកបានឯកសារជាភស្តុតាងមានលក្ខណៈត្រឹមត្រូវពិតប្រាកដនេះមិនខ្វះឡើយខ្ញុំព្យាយាមសរសេរក្នុងរយៈពេលជាង8ឆ្នាំទើបចប់ខ្ញុំក៏សម្រេចដាក់ចំណងជើងអង្គការជានរណាកម្រងឯកសារប្រវត្តិសាស្ត្រនេះជារឿងពិតដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនខ្មែររួមឈាមសូមអានឯកសារនេះបងប្អូនខ្មែររួមឈាមមុខតែនឹងស្គាល់ថាសាសនាជាចោរចូលមកប្លន់ទ្រព្យសម្បត្តិប្រទេសកម្ពុជាជាពិសេសបងប្អូននឹងជ្រាបអំពីលក្ខណៈនៃសង្គ្រាមពិតៗដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាជាទីស្នេហាថ្ងៃទី1តុលា1993អ្នកស្រីកឹមធីអ៊ូយគំនុំស្ត្រីខ្មែរថ្ងៃរះក្តៅហែងងងឹតម្នាក់ឯងកណ្ដាលវាលធំសម្បកក្រៅសើចឈាមក្នុងស្រែកយំកណ្ដាលវាលធំយំក្នុងសើចកៅមួយនឹកដល់ប្តីដែលចោលអប្រិយខាងជើងចាប់ទៅមួយនឹកដល់កូនមានស្ងួនឆោមឆ្អៅខាងត្បូងលួចទៅយូរខែឆ្នាំហើយអោសែនសង្វេគប្តីកូនកែវភ្នែកសម្លាញ់ខ្ញុំអើយតើព្រាត់ជួបវិញឬមិនជួបឡើយខ្មែរទុកឥតស្បើយទុកអើយទុកងុំថ្ងៃរះក្តៅហែងងងឹតម្នាក់ឯងកណ្ដាលវាលធំសម្បកក្រៅសើចបេះដូងទួយំខ្មែរបៀមគំនុំយំក្នុងសើចក្រៅគួរឲ្យចម្លែកណាស់ប្រទេសខ្មែរកំពុងតែបានសុខសន្សានស្រាប់តែមានព្រឹត្តិការណ៍ដ៏មហាចង្រៃមួយផ្ទុះឡើងនៅថ្ងៃ17មេសា1975ប្រទេសខ្មែរខ្លាចទៅជាលៀនមរណៈភ្លាមខ្មែរមួយក្រុមខ្លាចទៅជាឃាតករលើសះខ្លួនឯងយ៉ាងព្រៃផ្សៃខ្មែរមួយក្រុមខ្លាចទៅជាឃាតករលើសះខ្លួនយ៉ាងព្រៃផ្សៃប៉ុន្តែមេបញ្ជាការគឺអង្គការអនាមិកមិនមែនសម្ដេចនរោត្តមសីហនុឬខៀវសំផនទេគួរឲ្យចម្លែកណាស់គូបរិបៈច្បាំងគ្នាក្នុងអំឡុងពេល5ឆ្នាំ1ខែត្រូវចាញ់ទាំងអស់គ្នាមើលចុះលោកលន់នល់សុំចាញ់ស្ម័គ្រចិត្តដើរចាក់ចោលស្រុកសម្ដេចសីហនុបែរជាជាប់ឃុំឃាំងទៅវិញរីឯខៀវសំផនគ្មានលេខឈ្មោះសំណួរតើនរណាជាអ្នកឈ្នះចម្លើយគឺក្រុមសម្ងាត់ជាអ្នកឈ្នះរួចវាលួចបន្លំប្រើឈ្មោះអង្គការជាដំបងអង្គការចាត់ការសម្លាប់ជាបន្ទាន់នៅបញ្ញវន្តព្រះសង្ឃរួចហើយវាលើកបន្ទប់ចោលសិនកាលនោះអង្គការគ្រប់គ្រងប្រទេសខ្មែរប្រើរបបចោលគឺយើងឃើញចោលក្តាប់អំណាចយ៉ាងពេញលេញប៉ុន្តែវាប្រើយីហោខ្មែរក្រហមធននេះដើរប្លន់បាញ់សម្លាប់ខ្មែរដោយសេរីវាកែតម្រង់ពាក្យប្លន់ជាពាក្យស្នើប៉ុន្តែពាក្យស្នើ
នេះសាហាវយំក្នុងជាងពាក្យប្លន់ទៅទៀតព្រោះរដ្ឋធម្មនុញ្ញរបស់អង្គការការពារចោលដើរស្នើបើម្ចាស់ទ្រព្យមិនព្រមឲ្យចោលគឺមិនព្រមឲ្យចោលឲ្យតែដល់ស្លាប់រួចវាចាត់ក្រុមឃាតករអាកំបាំងឲ្យចេញមកសម្លាប់ខ្មែរជាដំណាក់មើលចុះបងប្អូនខ្មែរយើងដែលមិនទាន់ដល់វេនស្លាប់កំពុងអូសនឹងកលរនាស់ហាលក្តៅហាលព្រៀងទៅឈ្គត់វង្វេងឈប់ចេះនិយាយពុកចេះសើចឈប់ចេះយំស្រាប់តែលឺអង្គការបញ្ជាឲ្យដកអាវុធពីក្រុមខ្មែរក្រហមអតីតចោលអស់រលីងហើយស្រាប់តែនៅថ្ងៃទី20តុលា1978ម៉ោងប្រហែល8យប់មានក្រុមឃាតករអាតកំបាំងចូលមកវាយសម្លាប់ក្រុមខ្មែរក្រហមអតីតចោលនោះស្លាប់អស់រលីងស្រាប់តែឮថាមានក្រុមអាតកំបាំងចេញមកពាត់បាញ់ខ្មែរក្រហមនៅនាការខ្មែរឃើញតែខ្មោចដេកស្លាប់ពីពេញព្រៃស្រាប់តែឮថាអង្គការបញ្ជាឲ្យទូនឹងប្រពន្ធលោកដាហ៊ូនហៅមិត្តវាយលោកតាមក្រុមខ្លួនជាតំណាងអង្គការដដែលគឺក្រុមខ្មែរក្រហមនិរដីស្រឡាញ់សម្ដេចឪចំនួន 40000 នាក់ឲ្យចូលចំអន្តៈខ្មែរត្រៀមរបស់បូដូយបានសម្លាប់ចោលខ្ទេចអស់ដូច្នេះចុងខែធ្នូឆ្នាំ1978ប្រទេសកម្ពុជាជាចំហធ្លុងខ្មោចយោធាមិនគៀកប់មិនទាន់ស្រេចបាច់ផងនៅថ្ងៃទី25ធ្នូ1978ជាថ្ងៃបុណ្យណូអែលយួនហាណូយបញ្ជាឲ្យបូដូយដើរចេញពីព្រៃចូលមកនុកនុយរាជបាទពីពេញទីក្រុងខ្មែរភារកិច្ចជាដំបូងវាបើកបរឡានដើរប្រមូលខ្មែរក្រហមដែលមាននិន្នាការយួនបញ្ជាឲ្យផ្លាស់ឈ្មោះបកឈ្មោះកងកម្លាំងមានឧទាហរណ៍ដូចតទៅបកប្រជាជនបដិវត្តអតីតខ្មែរវៀតមិញដែលហូជីមិញបញ្ជាឲ្យសើងមិញបង្កើតពីថ្ងៃទី28មិថុនា1951រួចចាត់ចែងតាំងឲ្យធ្វើជាប្រធានក្នុងរបបហេងសំរិនយួនហាណូយបញ្ជាឲ្យប្រែឈ្មោះថាបកប្រជាជនបដិវត្តកម្ពុជារួចវាចាត់តាំងហេងសំរិនជាអគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបកលោកហេងសំរិននេះកាលពីឆ្នាំ1970ដល់ឆ្នាំ1978ជាវីរៈសេនីយ៍ឯកដឹកនាំកងពលធំលេខ6នៅភូមិភាគបូព៌ាក្នុងពេលអ៊ុនតាក់ចូលរៀបចំសុខខ្មែរបកប្រជារបបអង្គការក្រុមនេះដើរស្នើក្នុងរបបយួនហាណូយក្រុមនេះដើរប្លន់ចោលប្លន់ក្នុង
ឲ្យទូតតាប្រទេសខ្មែរតាមរបៀបចោលគួរឲ្យចម្លែកណាស់មើលចុះបើចង្រៃឧបទ្រពមិនតងទាំងនោះមានជាប់ជានិច្ចកប់ឯ